សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីតើយើងគួររៀនសាកលវិទ្យាល័យឬជំនាញបច្ចេកទេសតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងជាប់គាំងនៅក្នុងជំរើសអ្នកដទៃដែរឬទេមិត្តភ័ក្តិម្នាក់សម្រាប់ទៅរៀននៅសាកលវិទ្យាល័យធំៗឯងក៏ចង់ទៅតាមគេដែរទាំងដែលដឹងច្បាស់ថាស្ថានភាពគ្រួសារយើងវាមិនអំណោយផលសំណួរសំខាន់មិនមែនសួរថារៀននៅទីណាឡើយនោះទេតែត្រូវសួរថារៀនមួយណាទើបធ្វើឲ្យជីវិតមានផ្លូវចេញសម្រាប់ Gen Z ដូចយើងពេលវេលាគឺដើរលឿនណាស់បើអ្នកមានលទ្ធភាពចង់បន្តសញ្ញាបត្របរិញ្ញាបត្រនៅសាកលវិទ្យាល័យដើម្បីក្លាយជាអ្នកជំនាញផ្នែកច្បាប់សេដ្ឋកិច្ចឬការគ្រប់គ្រងនោះជារឿងល្អតែចុះបើជីវភាពមិនអំណោយផលបើពុកម៉ែនៅផ្ទះកំពុងរងចាំមើលភាពជោគជ័យរបស់យើងទាំងទឹកភ្នែកកុំខ្មាស់គេបើត្រូវជ្រើសរើសរៀនជំនាញបច្ចេកទេសរយៈពេលខ្លីវិទ្យាឋានបច្ចេកទេសមិនមែនសម្រាប់មនុស្សខ្សោយរៀនទេប៉ុន្តែវាសម្រាប់មនុស្សដែលចង់ចេះពិតធ្វើពិតនិងរកលុយបានពិតក្នុងរយៈពេលដ៏ខ្លីជាក់ស្ដែងណាស់ទីផ្សារការងារសប្តាហ៍ថ្ងៃគេមិនត្រូវការតែអ្នកអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់នោះទេតែគេត្រូវការអ្នកជំនាញបច្ចេកទេសអ្នកជំនាញអគ្គិសនីអ្នកជួសជុលអ្នកច្នៃប្រឌិតដោយប្រើដៃនិងខួរក្បាលស្របគ្នាកុំចំណាយពេល4ឆ្នាំដើម្បីតែសញ្ញាបត្រយកមកដាក់តាំងលើហឹងបើចុងក្រោយយើងនៅតែគ្មានសមត្ថភាពចេញទៅប្រកួតប្រជែងរៀនអីក៏ដោយឲ្យតែប្រកែកប្រកបឲ្យតែខ្លាំងក្នុងជំនាញនោះគឺគ្មានថ្ងៃដាច់បាយទេកុំរៀនតាមគ្នាទាំងដែលលុយនៅក្នុងកង់របស់យើងនិងគេគឺមិនដូចគ្នានោះទេឈប់យកពាក្យថាគ្មានលទ្ធភាពមកធ្វើជាលេសសម្រាប់ភាពខ្ជិលបើគ្មានលុយរៀនសាកលវិទ្យាល័យត្រូវរៀនជំនាញបច្ចេកទេសឲ្យខ្លាំងចងចាំណាសញ្ញាបត្រគ្រាន់តែជាกระดาษដែលបើកទ្វារឲ្យយើងចូលតែប៉ុណ្ណោះតែសមត្ថភាពនិងការតស៊ូគឺជាអ្នកចិញ្ចឹមជីវិតយើងនិងគ្រួសារតើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីជាអ្នករៀនចប់ឬចង់ក្លាយជាមនុស្សម្នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីជាអ្នកជោគជ័យជ្រើសរើសដោយភាពឆ្លាតវៃមិនមែនជ្រើសរើសដោយសម្ពាធសង្គមទេតស៊ូឡើង Gen Z យើងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវីដេអូនេះ comment បញ្ចេញមតិខាងក្រោម